គ្រឹះសករាជ2007វត្តសុវណ្ណរាជសីយារាមហៅវត្តគួយម៉ែងស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យសុវណ្ណរាជសីបារមីបន្ទាយមហានគរបាទជំរាបសួរពុកម៉ែបងប្អូនដែលស្នេហាវិស័យវប្បធម៌ទូកងកម្ពុជាទាំងអស់គ្នាថ្ងៃនេះវប្បធម៌ទូកងកម្ពុជាសូមលើកមកពីទៀតនៅប្រវត្តិខ្លះៗពីដំណើរការនៃការកសាងទូកមួយគ្រឿងដែលសន្ធិដ្ឋនៅក្នុងវត្តសុវណ្ណរាជសីយារាមហៅវត្តគួយម៉ែងក្នុងស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យបាទអញ្ចឹងរឿងនេះគណៈកម្មការគាត់បានជម្រាបថាចេះដំណើរការក្នុងការចូលព្រៃរកឈើដើម្បីមកកសាងទូកខ្នាតវែងនៅក្នុងវត្តសុវណ្ណរាជសីយារាមហ្នឹងគឺពួកគាត់ធ្វើដំណើរឆ្ងាយមែនទែនគឺមិនមែននៅក្នុងខេត្តបន្ទាយមានជ័យទេគាត់ថាធ្វើដំណើររហូតទៅដល់ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យឯណោះហើយគាត់ថាទម្រាំបានឈើនឹងមកដល់វត្តគឺប្រើរយៈពេលជាង2ខែទម្រាំបានហើយជួបឧបសគ្គច្រើនមែនទែនក្នុងការដើររកឈើនឹងអញ្ចឹងពួកគាត់ទៅដល់ក្នុងព្រៃស្អាតបងប្អូនណាខ្លះដែលស្គាល់ព្រៃស្អាតស្រុកអន្លង់វែងខេត្តឧត្តរមានជ័យបាទអញ្ចឹងគាត់ថានៅក្នុងព្រៃស្អាតហ្នឹងគឺជាព្រៃធំមែនទែនកាលចំនួនហ្នឹងគឺព្រៃនៅក្រាស់រយៈពេលជាង1ខែបាទ1ខែទទួលបាទពួកគាត់បានទទួលបានឈើមួយដើមហើយគាត់ថាឈើហ្នឹងធំមែនទែននៅក្នុងព្រៃស្អាតហ្នឹងហើយឃើញឈើធំហើយនឹងមានប្រវែងវែងខ្ពស់ស្ទើរតែផុតចុងព្រៃហើយនៅក្នុងព្រៃហ្នឹងអញ្ចឹងក៏អត់គិតយូរទេនំគ្នាកាប់ប៉ុន្តែអាពេលដែលកាប់ហ្នឹងកាប់អត់បានទេគាត់ថាមានខ្យល់បក់ខ្លាំងមែនទែនរំខានដល់កាប់មួយលើកជា2លើកជា3លើកអញ្ចឹងទៅបាទមានក្រុមការងារដែលគាត់មានវ័យចំណាស់ជាងគេនៅក្នុងក្រុមហ្នឹងគាត់ក៏បានលើកឡើងថាប្រហែលជាមកពីពួកគាត់ហ្នឹងអត់បានអុជធូបសុំមុននឹងកាប់សុំម្ចាស់ទឹកម្ចាស់ដីប្រាប់បារមីអញ្ចឹងទៅបាទហើយគាត់ថាអត់បានសុំមែនភាសាគាត់ភ្លេចភ្លៀងអាកន្លែងហ្នឹងដូចមានអីមកបាំងមកបិទអារម្មណ៍ពួកគាត់អត់ឲ្យគិតក្នុងការសែនអញ្ចឹងឯងអញ្ចឹងគាត់នាំគ្នារៀបរំដាប់ធ្វើបាទលេងអីថ្វាយសុំអញ្ចឹងទៅក៏កាប់បានសម្រេចកាប់ដើមឈើនឹងដួលក្រាំងតែម្ដងមកហើយប៉ុន្តែគាត់ថាពេលដែលដួលហ្នឹងក៏លេចភ្នែកទៅស្រាប់តែឃើញភ្លើងចេញពីគល់ឈើហ្នឹងឯងធំមែនតើភ្លើងក្រហមក៏លេចមកឆ្វាច់ទៅឃើញហោះចេញពីគល់ហ្នឹងទៅដល់ចុងឈើក៏បាត់ទៅអញ្ចឹងគាត់អត់មាត់ទេទៅគាត់អត់មាត់គាត់គ្រាន់តែនាំគ្នាមើលមុខគ្នាតែអត់ហ៊ានមាត់ទេព្រោះខ្លាចមាត់ទៅវាខុសមាត់ខុសអីអញ្ចឹងនៅក្នុងព្រៃហើយកាន់តែភ័យមួយទៀតគាត់ថាពេលដែលដួលក្រាំងមកគល់ឈើដែលធំហ្នឹងស្រាប់តែវាលោតវាច្រឡោតផុតពីគល់ហ្នឹងប្រហែលជា4ទៅ5ម៉ែត្រចេញពីគល់ហ្នឹងឆ្ងាយមែនទេហើយគាត់ថាសំណាងដែរដែលអត់លោតមកខាងពួកគាត់តែឈោកាប់ណាគាត់ថាបើលោតគឺប្រហែលជាគេចអត់រួចទេប្រហែលជាស្លាប់ទាំងអស់គ្នានៅក្នុងព្រៃហ្នឹងឯងបាទអញ្ចឹងក៏បន្តដំណើរទៀតក្នុងការលួសមែកលួសអីអញ្ចឹងទៅបានឈើនៅលើឡានហើយគាត់ប្រាប់ថាបានឈើនៅលើឡានហើយនាំគ្នាអត់នៅយូរទេព្រោះឆាប់ចេញពីព្រៃហ្នឹងមកព្រោះយើងចូលយូរហើយអញ្ចឹងក៏ធ្វើដំណើរចេញមកវាតាមផ្លូវហ្នឹងមានឆ្លងអូហ្នឹងរៀបចោតដែរស្រាប់តែឡានឡើងចំណោតល្អិលទាំងឡានល្អិលទាំងឈើហ្នឹងមកបាទបុកពួកគាត់ប្រហែលអ្នកហ្នឹងឯងធ្វើមានលបួសហើយគាត់នោះប៊ីសនឹងឈើកលាប់លើដែរប៉ុន្តែគាត់ថាសំណាងចុងកតុយឈើហ្នឹងវាល្អិលមកវាបុកនឹងគល់កលាញ់ទៅក៏វាឈប់ល្អិលត្រឹមហ្នឹងទៅក៏គាត់គិតផុតគាត់ថាកុំអីគាត់អាចខ្លាចជាខ្មោចជាព្រៃស្អាតហ្នឹងមិនដឹងថាប្រហែលអ្នកទេនៅទីនោះណាអញ្ចឹងក៏ចាប់ផ្ដើមបាទអុជធូបបនស្រន់សុំបន្តទៀតបាទសុំឲ្យម្ចាស់ទឹកម្ចាស់ដីនឹងបារមីនឹងឯងជួយថែរក្សាមកក៏ដូចមានគេរុញអញ្ចឹងឡានឡើងចំណោតមកយ៉ាងធូរចេញអត់ព្រៃស្អាតហ្នឹងឯងធ្វើដំណើរមកដល់វត្តក៏រៀបចំសែនភ្លេងមានប្រដាប់បាទអញ្ចឹងកង្វាយមានក្បាលជ្រូកមានអីអញ្ចឹងទៅសែនចាប់ផ្ដើមរៀបចំក្នុងការធ្វើទូកហើយប្លង់សម្រាប់ធ្វើទូកនេះគឺប្លង់ដែលអតីតព្រះគ្រូចៅអធិការព្រះអង្គបាទមូលសវណ្ណហើយនឹងបាទគណៈកម្មការម្នាក់ទៀតដែលឈ្មោះថាអុកសវណ្ណហ្នឹងលោកទាំងពីរបានរៀបចំខ្នាតរៀបចំប្លង់ឲ្យជាងហើយជាងហ្នឹងគឺជាក្រុមចំណោះជើងវត្តនិងគណៈកម្មការនៅក្នុងភូមិទាំងអស់ហ្នឹងឯងលោកគ្នារួមគ្នាធ្វើទាំងអស់តែម្ដងអញ្ចឹងទូកមួយគ្រឿងនេះគឺជាងច្រើនមែនតើហើយសម្រាប់ប្លង់និងខ្នាតហ្នឹងក៏ទទួលបានពីអតីតព្រះគ្រូចៅអធិការមូលសវណ្ណហ្នឹងឯងបាទហើយចម្លែកមួយទៀតនោះយើងចម្លែកឃើញថាទូកមួយគ្រឿងនេះបើកសាច់មាសខុសប្លែកពីទូកដទៃ
ឃើញថាសាច់មៀតពេលដែលលងរួចហើយគឺអត់កាប់ទេបាទអត់កាប់បើកទេគឺបើកដុតភ្លើងទាំងខាងក្រោមនិងខាងក្នុងខាងលើតែម្ដងបាទគឺបើកពីលើអញ្ចឹងដូចបងប្អូនបានឃើញអញ្ចឹងចម្លែកមែនទែនខ្ញុំទើបតែឃើញទេបាទហើយបើនិយាយពីឈើធំណាស់ហើយទូកនេះគឺជាប្រភេទទូកសាច់មៀតសុទ្ធអត់ប្រើក្តារបង្ក្រាបទេបាទអញ្ចឹងគឺមាំឈើនេះអត់មានក្តារបង្ក្រាបអញ្ចឹងអត់មានក្តារបង្ក្រាបណាត្រូវបាក់ត្រូវដូរទេបាទហើយបងប្អូនអាចឃើញហើយនៅក្នុងវីដេអូដែលខ្ញុំបានបង្ហាញនេះហើយមានការសែនព្រេនបើកសាច់មៀតធ្វើហ្នឹងបាទពេលយប់ចាស់គាត់និយាយថានៅតែមានភ្លើងនឹងបន្តមកហើយបញ្ជាក់បងប្អូនមួយទៀតអាពេលធ្វើដំណើរហ្នឹងគឺភ្លើងនឹងហោះនឹងមកចូលនឹងអាដើមឈើហ្នឹងឯងហោះបន្តតាមដើមឈើហ្នឹងមកដល់ក្នុងវត្តហ្នឹងឯងហើយពេលដែលកសាងទូកហ្នឹងទៀតពេលល្ងាចពេលយប់មកយប់ល្ងិតអញ្ចឹងចាស់គាត់ថាមានភ្លើងហោះចេញពីដើមឈើហ្នឹងឯងភ្លឺមែនតើហោះចេញអញ្ចឹងទៅហើយពេលទីភ្លឺហ្នឹងក៏ហោះចូលមកវិញអញ្ចឹងទៅគាត់និយាយប្រាប់ថាពេលដែលកសាងទូករហូតដល់កសាងទូកនឹងរួចរាល់ហើយក៏ចាប់ផ្ដើមដាក់ឈ្មោះហើយឈ្មោះនេះដែរគឺបានផ្សំចេញពីឈ្មោះពីគូចែកអត្តការឈ្មោះសុវណ្ណបាទគឺសុវណ្ណហើយនឹងបូកផ្សំនឹងពាក្យរបស់ខេត្តបន្ទាយមានជ័យហើយនឹងរួមនឹងពាក្យមហានគរទាំងមូលតែម្ដងអញ្ចឹងក៏ដាក់ឈ្មោះថាសុវណ្ណរាជសីបារមីបន្ទាយមហានគរចាប់តាំងពីពេលនឹងរហូតមកដល់បច្ចុប្បន្នទូកសុវណ្ណរាជសីបារមីបន្ទាយមហានគរនេះដែរគឺមានប្រវែង35ម៉ែត្រមានខ្ទង់ចំនួន41ខ្ទង់ហើយដាក់ចំណុះតែ75នាក់ទេធ្វើការចុះប្រណាំងហូហែចាប់ពីឆ្នាំ2007នឹងបន្តមកហើយក៏ទទួលបានលទ្ធផលល្អរហូតមកដល់ឆ្នាំ2024យើងនេះឯងបាទតែមានចាញ់មានឈ្នះទៅតាមការគួតការប្រណាំងរបស់ប្រភេទកីឡាអញ្ចឹងទៅហើយបច្ចុប្បន្នហ្នឹងក៏នៅតែបារមីកាន់ដដែលទេគាត់បានជម្រាបថាពេលទៀបភ្លឺបាទនៅតែឃើញភ្លើងហោះចេញហោះចូលដោយកាលមុនអញ្ចឹងប៉ុន្តែគាត់ថាបច្ចុប្បន្នហ្នឹងអត់សូវញឹកញាប់អត់សូវឃើញភ្លើងញឹកញាប់ដូចពីមុនចាស់គាត់ថាពេលល្ងាចអញ្ចឹងគាត់តែងតែឃើញហើយអញ្ចឹងការគោរពប្រណិប័តជំនឿប្រពៃណីមានតាមតំបន់រៀងខ្លួនហើយរឿងនេះគឺអត់ទាមទារមួយក៏បង្ខំឲ្យបងប្អូនមួយចំនួនគាត់ត្រូវតែជឿនៅអង្គហេតុនេះទេបាទអញ្ចឹងបងប្អូនមានសិទ្ធិមិនជឿនិងបងប្អូនអាចមានសិទ្ធិជឿទៅតាមការពិចារណារបស់បងប្អូនហើយខ្ញុំជឿថាបងប្អូននៅតាមតំបន់ផ្សេងអាចនឹងជួបនៅពុទ្ធហេតុដូចនៅក្នុងសាច់រឿងនេះដែរនៅពេលដែលធ្វើដំណើរទៅការកាប់ឈើដើម្បីយកឈើមកធ្វើទូកហើយយើងដឹងហើយថាទូកគឺយើងកសាងពីដើមគគីហើយដើមគគីតែងតែមានជំនាញនឹងបារមីឈើកាន់មានគគីខ្លះកាចគគីខ្លះស្លូតអញ្ចឹងទៅអញ្ចឹងហើយបានចាស់គាត់តំណមមួយគឺដើមគគីអត់អាចឲ្យយកមកធ្វើគ្រឿងផ្ទះទេឬមួយក៏គ្រឿងសង្ហារឹមក្នុងផ្ទះទេដោយសារគាត់តំណមថាបានតែក្នុងវត្តទេដោយសារវត្តមានបារមីវត្តមានសាវត្តក្នុងការគ្រប់គ្រងអញ្ចឹងទៅបានទាំងនេះគឺជារឿងរ៉ាវមួយចំនួនរបស់បាទនៃដំណើរការកសាងទូកដែលមានឈ្មោះថាសុវណ្ណរាជសីបារមីបន្ទាយមហានគរដែលទូកនេះសន្ធិដ្ឋនៅក្នុងវត្តសុវណ្ណរាំងសីអារាមហៅវត្តគួយម៉ែងស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យ